ជ្រាបសួរនាងខ្ញុំឈ្មោះពេទ្យភៀមនៅភូមិនគរក្រៅខុងកោចោស្រុកសៀមរាបខេត្តសៀមរាបកាលពីមុនខ្ញុំបានសុំផ្ទះគេស្នាក់នៅយ៉ាងនេះគឺជាទ្រង់ជ្រូកហើយមានស្ថានភាពទ្រមរហែកពេលភ្លៀងធ្លាក់មកចាស់ខ្ញុំនាំកូនអូកូនរត់ក៏មានលើកូនទៅដាក់មកចាអៀងទៀតក៏មានបន្ទាប់ពីទទួលបានការគ្រប់គ្រងពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជាក្រោមគម្រោងផ្គត់ផ្គង់ស្បៀងអាហារនិងការងារសហគមន៍ខ្ញុំបានទទួលផ្ទះមួយខ្នងខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលបានផ្ទះមួយខ្នងនេះព្រោះកូនរបស់ខ្ញុំអត់បាក់រត់គេចពីទឹកភ្លៀងហើយក៏អត់ពិបាកខ្ញុំទៅអូកូនចេញពីទឹកភ្លៀងដែរសូមអរគុណដល់អង្គការដែលបានជួយដល់ខ្ញុំហើយនឹងកូនឲ្យមានទីកន្លែងស្នាក់នៅល្អអត់ពិបាកដូចមុនលោកគ្រូ